ផឹកស្រាដឹកស្រីខ្ញុំនៅថៃធ្វើការរងថ្ងៃខំប្រឹងត្រុកដើម្បីកំរៃខានបានទៅព្រោះអត់មានប្រាមិត្តភក្តិសួរកាលណាទៅផ្ទះអញអត់ប្រាទៅដោយបដិញ្ញាបើឡានឈ្នួលគេគឺថ្លៃម្លឹងងាកុំសន្សំប្រាក់ទុកថាដល់ចូលឆ្នាំបានទៅលេងស្រុកដល់ចូលឆ្នាំខអត់បានទៅព្រោះប្រាក់សន្សំទុកយកចាយអស់រងទុំក៏វាមិនសល់រងចាយក៏វាមិនទ្រាំក្របពីគ្រៀងគោយើងគោថ្លៃព្រមនឹងឡើងថ្លៃជាងមាសទឹកដប់ឆ្ងាយទៅឆ្ងាយដូចជាជើងមេបាត់ភ្នែកដេកឃើញគេដឹងស្រីចិនញោមនៅអាឡ័យថាបានដឹកស្រីពី3ម៉ូតូគេផ្លេចទិញឡានទិញដីខ្ញុំផ្លេចអង្គការអូដីមានលេខជាងជាទៅធនាគារគេមកទីអត់ប្រាឲ្យគេអូដីជីវិតមួយនេះពិតជាងាយរញ៉ៃទំនិញក៏ថ្លៃកម្រៃក៏បានថ